មុខរបរទូចដែលចាប់ផ្ដើមមកវិញលើកនេះទាំងម៉ាក់និងម៉ាក់អ៊ំពួកគាត់សុទ្ធតែដាក់កម្លាំងកាយចិត្តធំមែនទែនហើយការនឿយហត់ក៏មានមកទន្ទឹមគ្នាដែរព្រោះការចាប់ផ្ដើមនេះមានសមាជិកតែ4នាក់គត់ក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនអំពីមូលហេតុដែលខ្ញុំសម្រាកលក់កាលពីលើកមុនថ្ងៃនេះចាប់ការងារខ្ញុំមកយកកូនពៅពីផ្ទះសិនគេរៀបចំខ្លួនឡើងស្អាតឲ្យតែលឺថាត្រូវទៅណាតែ2នាក់ជជែកគេសប្បាយចិត្តណាស់គាត់អត់ទាន់ដឹងទេថាខ្ញុំនឹងទៅណាព្រោះខ្ញុំអត់ទាន់បានប្រាប់គាត់ដែរខ្ញុំបានត្រឹមប្រាប់គាត់ថាឲ្យរៀបចំខ្លួនចាំជជែកមកតិចទៀតចាតែយកអូនចេញក្រៅ2នាក់ឥឡូវហ្នឹងខ្ញុំមកដល់ហើយគឺមក TK ចិត្តផ្ទះដើម្បីមករកទិញរបស់តិចតួចទុកសម្រាប់ជូនម៉ាក់និងម៉ាក់អ៊ំក្នុងថ្ងៃបុណ្យអ៊ំទូកនេះហើយនិយាយថាអាទេសមួយនឹងតអស់2នាក់អញ្ចឹងបានស្ងាត់មាត់ទាំងពីរកុំឲ្យចំណែនគ្នានេះបងប្អូនខ្ញុំមកទិញ Freshie ទុកយកទៅរៀបដាក់កត្រកជូនម៉ាក់ហើយនិងម៉ាក់អ៊ំល្ងាចហ្នឹងបើតាមខ្ញុំដឹង Freshie នេះមានដល់ទៅ5រសជាតិប៉ុន្តែខ្ញុំទិញបានតែ4ខ្ញុំចង់ទិញឲ្យគ្រប់រសជាតិហ្មងព្រោះរសជាតិនីមួយៗសុទ្ធតែឆ្ងាញ់ទាំងអស់ជាពិសេសគឺ Freshie ប៉មខ្ញុំចូលចិត្តជាងគេតែបើម៉ាក់ខ្ញុំគាត់ចូលចិត្ត Freshie ទឹកតឡាចខ្ញុំសប្បាយចិត្តតែក្នុងថ្ងៃអ៊ំទូកអត់ដៃទៅទេបានទិញរបស់ខ្លះជូនម៉ាក់និងម៉ាក់អ៊ំហើយមួយទៀតគឺខ្ញុំថែមទាំងបានគាំទ្រទិញផលិតផលខ្មែរទៀតហើយដូចយើងបានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកអញ្ចឹងណាឥឡូវទិញរួចហើយថាមកទិញតែ Freshie ទេតែកូនពៅនោះឆ្លៀតណាស់បានការ៉េមួយយកទៅអង្គុយញ៉ាំឡើងកភើនេះបើសិនមកជាមួយម៉ាក់និងម៉ាក់អ៊ំអត់បានការ៉េមនឹងញ៉ាំទេព្រោះពួកគាត់អត់សូវចង់ឲ្យនីគីញ៉ាំការ៉េមញឹកញាប់ពេកទេប៉ុន្តែថ្ងៃនេះគេអាងមកជាមួយចេចាសុំញ៉ាំបានដូចចិត្តហើយពេលនេះទើបខ្ញុំដឹងថាអូនេះហើយជាមូលហេតុដែលម៉ាក់និងម៉ាក់អ៊ំចេះតែមិនឲ្យនីគីញ៉ាំការ៉េមតែបានញ៉ាំគឺអញ្ចឹងអានេះចង់មកញ៉ាំទាំងបោះខ្ញុំទៀតណាអូយលោកអើយលោកឆ្ងាញ់ពេកធ្លាក់ខ្លាក់ពេញទាំងឯងហើយបងប្អូនចាំមើលអារម្មណ៍គេក្រោយពីបានញ៉ាំការ៉េមហូស្រស់ស្រាយហ្មងឥឡូវខ្ញុំយក Freshie ដែលទិញហើយមិញមកឲ្យគេជួយរៀបដាក់កត្រកឲ្យស្អាតហើយថ្លៃរៀបនេះកូនពៅគេអ្នកផេព្រោះមិញគេឃើញចេចាផេថ្លៃFreshie រួចហើយអូនជួយចេញចេចាដែរព្រោះចង់ធ្វើជាចំណែកជូនម៉ាក់ថ្ងៃហ្នឹងចេញពីកន្លែងរៀបមិញកាពិតខ្ញុំទៅផ្ទះម៉ាសាសិនដោយសារខ្ញុំត្រូវទៅប្រហើយការងារបន្តិចដែរហើយល្ងាចឡើងបានខ្ញុំមកម្ដងទីរងបងប្អូនឃើញមេឃងងឹតមិញកុំឆ្ងល់ណាល្ងាចហ្នឹងកម្រងខ្ញុំចង់មកញ៉ាំបាយល្ងាចជុំគាត់ផងហើយមកជួយគាត់ផងមើលថាការងារណាដែលខ្ញុំអាចជួយបានអញ្ចឹងប៉ុន្តែទៅជាកូនមកដល់ពឹបឲ្យពួកខ្ញុំអង្គុយចាំគាត់អត់ចង់ឲ្យជួយអត់ចង់ឲ្យប្រឡាក់ដៃប្រឡាក់ជើងទេតែកូននេះឌឺដែរនៅតែចង់ជួយវាដឹងតែមានខ្លះហើយត្រៀមចិត្តរៀបការដែលបងប្អូនកំពុងឃើញនេះគឺម៉ាក់អ៊ំកំពុងតែធ្វើអំបិលម្ទេសថែមចំណែកម៉ាក់ខ្ញុំវិញគាត់អង្គុយធ្វើសុកគាត់នឹកឃើញអាគេនិយាយថាអ្នកមានគេអត់ដែរនៅស្ងៀមហ្មងគាត់ធ្វើតាមឬគាត់អស់សន្និដ្ឋខ្លួនឯងថ្ងាអូនលលងដូចទៅ shiny វ៉ាវ glow glass skin ចុះមូលហេតុអ្វីបានលើកមុនខ្ញុំលក់ដាច់សុកស្រាប់តែឈប់លក់អស់មួយរយៈធំប៉ុន្តែឥឡូវនេះស្រាប់តែលក់វិញអញ្ចឹងមូលហេតុគឺដោយសារតែដូចបងប្អូនឃើញចាក់ស្ដែងហើយថាអ្នកធ្វើគឺមានតែម៉ាក់និងម៉ាក់អ៊ំខ្ញុំ2នាក់កូនអញ្ចឹងពួកគាត់ទាំងពីរមិនអាចធ្វើតាន់តម្រូវការរបស់ភ្ញៀវបានទេម្យ៉ាងទៀតលក់លើកមុនគឺស្របពេលដែលខ្ញុំកំពុងតែរវល់ខ្លាំងត្រៀមប្រឡង subject ដែលពិបាកដែរនៅសាលាខ្ញុំនិងមួយទៀតគឺអត់ទាន់មានទីតាំងដែលពួកគាត់អាចរៀបចំលក់ស្រួលបួលបានដូចលើកនេះទេទីធ្លាតូចក៏ពួកគាត់ពិបាកធ្វើដែរព្រោះត្រូវធ្វើច្រើនតែលើកនេះអត់ទេគឺមានកន្លែងហើយនិយាយពី Freshie នេះវិញបងប្អូនអាចទិញជូនចាស់អ្នកមានកូនពិសានៅផ្ទះក៏បានឬក៏ក្នុងឱកាសពិធីបុណ្យអ៊ំទូកនេះបងប្អូនចង់ទិញទុកដើរលេងញ៉ាំអាហារជួបជុំបងប្អូនឬក៏ទិញជូនអនាគតម៉ាក់ក្មេកក៏បានដែរ Freshie មានច្រើនរសជាតិសម្រាប់ឲ្យបងប្អូនច្រោះរស Freshie ទឹកតឡាចឆ្ងាញ់តែចាក់ចិត្តជួយកាត់បន្ថយភាពតានតឹងនិងជំនួយការចងចាំ Freshie ទឹកសណ្តែកសម្បូរវីតាមីនពីសណ្តែកលេខ1ជួយឲ្យសុខភាពល្អនិងស្បែកស្អាត Freshie ប៉មជួយការពារជំងឺភ្លេចភ្លាំងនិងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អនិង Freshie ទំពាំងបាយជូរជំនួយដល់សុខភាពភ្នែកនិងអាចជួយបង្កើនថាមពលខួរក្បាលស្រឡាញ់សុខភាពស្រឡាញ់សេដ្ឋកិច្ចជាតិញ៉ាំ Freshie ខ្មែរជួយខ្មែរញ៉ាំផលិតផលខ្មែរជួយឲ្យសេដ្ឋកិច្ចខ្មែរកាន់តែរីកចម្រើននិងសូមជូនពរបងប្អូនឲ្យមានដំណើរកម្សាន្តរីករាយក្នុងថ្ងៃអ៊ំទូកផងដែរជម្រាបលា